ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃពុធ11កើតខែបុស្សឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី31ខែធ្នូគ្រិស្តសករាជ2014នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅការចម្លងមេរោគអេដនៅខេត្តបាត់ដំបងឆ្លុះបញ្ចាំងយ៉ាងដូចម្តេចចំពោះសេវាសុខាភិបាលកម្ពុជាបើយោងតាមបទវិភាគនៃគេហទំព័រ VOD បានចុះផ្សាយថាការចម្លងមេរោគអេដនៅខេត្តបាត់ដំបងដោយគ្រូពេទ្យប្រចាំភូមិនោះបានបង្កការភ្ញាក់ផ្អើលទូទាំងប្រទេសហើយរាលដាលដល់ពិភពលោកទៀតសមត្ថកិច្ចអះអាងថាគ្រូពេទ្យនោះមិនមានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មនេះទេប៉ុន្តែដោយសារតែអ្នកក្រីក្រមិនមានលទ្ធភាពទៅព្យាបាលជំងឺនៅពេទ្យដែលមានជំនាញច្បាស់លាស់នោះទើបជាឱកាសមួយសម្រាប់គ្រូពេទ្យឈ្មោះយ៉ែមច្រិនវិទ្យាស្ថានប៉ាស្ទ័រឲ្យដឹងថាមានមនុស្ស140នាក់នៅឃុំរកាស្រុកសង្កែរកឃើញថាមានផ្ទុកមេរោគអេដគិតត្រឹមថ្ងៃទី20ខែធ្នូនេះប៉ុន្តែប្រធានមណ្ឌលសុខភាពឃុំរកាអះអាងថាមានអ្នកឆ្លងមេរោគអេដនេះតែ106នាក់ប៉ុណ្ណោះហើយចំនួននៃការកើនឡើងបន្តបន្ទាប់នោះលោកមិនអាចបញ្ចេញបានទេដោយរងចាំការសម្រេចពីថ្នាក់លើបទវិភាគនៃគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈអ្នកវិភាគនិយាយថាការដែលមន្ត្រីជំនាញមិនហ៊ានបញ្ចេញព័ត៌មានពិតនៃការចម្លងមេរោគអេដនេះគឺទំនងខ្លាចអំណាចនាយរដ្ឋមន្ត្រីបន្ទាប់ពីលោកប្រកាសថាលោកមិនទាន់ជឿចំពោះការចម្លងមេរោគអេដនោះទេអ្នកវិភាគនិយាយថាករណីចម្លងមេរោគអេដនៅខេត្តបាត់ដំបងគឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងឲ្យឃើញថាសេវាសុខាភិបាលនៅកម្ពុជានៅមានលក្ខណៈទន់ខ្សោយបញ្ហានេះអាចមកពីប្រាក់ខែគ្រូពេទ្យមិនទាន់គ្រប់គ្រាន់អំពើពុករលួយនៃការប្រឡងចូលធ្វើជាគ្រូពេទ្យអំពើពុករលួយក្នុងការគ្រប់គ្រងបរិក្ខារពេទ្យនិងការរើសអើងរបស់គ្រូពេទ្យចំពោះអ្នកជំងឺក្រីក្រជាដើមលោកវិជ្ជបណ្ឌិតស៊ិនសុមេនីនាយកប្រតិបត្តិនៃអង្គការ Medicam ឲ្យដឹងថាកញ្ចប់ថវិកាជាផ្នែកសុខាភិបាលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគឺកាលពីឆ្នាំ2007មានតែជាង$80 លានប៉ុន្តែមកដល់ឆ្នាំ2014នេះមានកើនដល់ជាង$300 លានលោកក៏សម្គាល់ថាធ្វើត្បិតតែថវិកាដែលបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋត្រូវបានរដ្ឋាភិបាលយកទៅចំណាយលើវិស័យសុខាភិបាលកើនមែនតែពលរដ្ឋនៅតែមានឧបសគ្គក្នុងការស្វែងរកសេវាសាធារណៈលោកមានប្រសាសន៍ថាដោយសារបញ្ហារបាំងហិរញ្ញវត្ថុបទានរបាំងលុយកាក់ទី2រឿងការកំពុងអនុវត្តនៅក្នុងសហគមន៍នឹងសេវាឯកជនមិនរៀបរយមិនមានច្បាប់ត្រឹមត្រូវគ្រូពេទ្យមិនមានជំនាញច្បាស់លាស់ការមិនចុះបញ្ជីមិនសុំអាជ្ញាប័ណ្ណគឺនៅមានច្រើននៅតាមភូមិឃុំក្បែរនឹងដៃរបស់ប្រជាជនរបាយការណ៍មួយកាលពីឆ្នាំ2013បង្ហាញថានៅប្រទេសកម្ពុជាមានអ្នកផ្ទុកវីរុស HIV 170,000 នាក់បើតាមលោកវិជ្ជបណ្ឌិតស៊ិនសុមេនីអត្រាprevalenceនៃអ្នកផ្ទុកមេរោគអេដនិងជំងឺអេដនៅកម្ពុជានៅសល់តែ1%ដោយសារតែមានការថយចុះអត្រានៃអ្នកផ្ទុកមេរោគអេដនេះម្ចាស់ជំនួយបានកាត់បន្ថយចំនួនជាបន្តបន្ទាប់ប៉ុន្តែអ្នកជំនាញនៅខាងអង្គការខណ្ណាធ្លាប់ប្រមានថាប្រសិនរបាយការណ៍នេះធ្វើឡើងដើម្បីតែបង្ហាញស្នាដៃល្អរបស់អ្នកដឹកនាំនោះនឹងមានគ្រោះថ្នាក់ដល់អ្នកផ្ទុកនឹងកើតជំងឺអេដកាន់តែធ្ងន់ធ្ងរដោយសារខ្វះជំនួយឧបត្ថម្ភចំណែកនៃការផ្ទុះនៃការរីករាលដាលមេរោគអេដនៅខេត្តបាត់ដំបងនេះលោកវិជ្ជបណ្ឌិតស៊ិនសុមេនីយល់ថាជាសារមួយប្រមានថាករណីនេះនឹងនៅមាននៅកន្លែងផ្សេងទៀតហើយជាបញ្ហាខ្វះខាតរបស់អាជ្ញាធរសុខាភិបាលដោយមិនត្រួតពិនិត្យច្បាស់លាស់ទៅលើគ្រូពេទ្យដែលដើរព្យាបាលតាមភូមិនោះលោកយ៉ងកំឯងប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពយល់ថាការដែលពលរដ្ឋខ្មែរពិសេសក្រុមអ្នកមានចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសនោះគឺធ្វើឲ្យបាត់ចំណូលជាតិយ៉ាងច្រើននិងបង្ហាញថាប្រព័ន្ធសុខាភិបាលនៅកម្ពុជាមិនទាន់អាចជឿទុកចិត្តបាននោះទេករណីចម្លងមេរោគអេដដោយគ្រូពេទ្យប្រចាំភូមិនៅខេត្តបាត់ដំបងលោកយ៉ងកំឯងគិតថាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលផងដែរគឺមិនមែនជាការទទួលខុសត្រូវតែគ្រូពេទ្យរូបនោះម្នាក់ឯងទេសហគមន៍នេសាទនៅបាត់ដំបងបារម្ភបាត់បង់ព្រៃលិចទឹកតាមការចុះផ្សាយរបស់គេហទំព័រអាស៊ីសេរីបានចុះផ្សាយថាប្រជាសហគមន៍នេសាទត្រីនៅឃុំព្រែកនរិនស្រុកឯកភ្នំខេត្តបាត់ដំបងសម្ដែងក្តីបារម្ភចំពោះសកម្មភាពរបស់ប្រជាពលរដ្ឋដែលចូលទៅកាប់ឆ្ការព្រៃលិចទឹកតំបន់ហាមឃាត់អស់រាប់ពាន់ហិកតាធ្វើជាកម្មសិទ្ធិដោយពុំមានអាជ្ញាធរណាទប់ស្កាត់នៅឡើយទេអ្នកភូមិបញ្ជាក់ថាសកម្មភាពនេះនៅតែបន្តហើយប្រសិនបើអាជ្ញាធរពុំមានវិធានការទាន់ពេលនោះទេព្រៃដែលជាជំរកមច្ឆជាតិតំបន់នោះនឹងហិនហោយអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខប្រជាសហគមន៍នេសាទត្រីនៅតំបន់ឃុំព្រែកនរិនអំពាវនាវឲ្យអភិបាលខេត្តបាត់ដំបងនិងមន្ត្រីពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ក្រុមអ្នករុករានព្រៃលិចទឹកនោះជាបន្ទាន់ដើម្បីរក្សាព្រៃដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋទុកជាជំរកត្រីនិងសត្វបក្សាបក្សីរស់នៅពងកូននៅថ្ងៃអនាគត ក
គេហទំព័ររដាយនេះបានបង្ហាញឲ្យដឹងតាមរយៈប្រធានសហគមន៍នេសាទត្រីភូមិព្រែកត្រប់ឃុំព្រែកនរិនស្រុកឯកភ្នំខេត្តបាត់ដំបងលោកអ៊ុនហាក់ថ្លែងឲ្យដឹងថាក្រុមប្រជាពលរដ្ឋរស់នៅតំបន់ព្រៃលិចទឹកនៃភូមិព្រែកត្រប់នាំគ្នាសម្រុកកាប់បំផ្លាញព្រៃរនាមឬព្រៃលិចទឹកដែលជាជំរកមច្ឆជាតិនៅចំណុចភូមិព្រែកត្រប់ដើម្បីយកដីដាំដុះធ្វើជាកម្មសិទ្ធិដែលខុសច្បាប់លោកបញ្ជាក់ថាព្រៃលិចទឹកដែលអ្នកភូមិនាំគ្នាកាប់ឆ្ការនោះធ្វើសកម្មភាពប្រមាណ1ខែមកហើយដែលមានផ្ទៃដីប្រមាណ100ហិកតាហើយរហូតមកទល់ពេលនេះពួកគេនៅតែបន្តធ្វើសកម្មភាពរុករានដីជាបន្តបន្ទាប់នៅឡើយលោកបន្តទៀតថាតំបន់ព្រៃលិចទឹកដែលប្រជាពលរដ្ឋកាប់ឆ្ការនោះជាជំរករបស់មច្ឆជាតិនិងសត្វព្រៃលិចទឹកជាច្រើនប្រភេទរស់នៅហើយប្រសិនបើបាត់បង់ព្រៃនោះសត្វទាំងតូចទាំងធំនឹងហិនហោចអស់គ្មានសល់ជាពុំខានបើអស់ព្រៃតំបន់នោះទៅនោះសត្វជាច្រើនប្រភេទដែលធ្លាប់រស់នៅច្បាស់ជាគ្មានជំរកទៀតឡើយសកម្មភាពកាប់ឆ្ការព្រៃលិចទឹកនេះមានសភាពកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ហើយប្រសិនបើអាជ្ញាធរនៅតែបណ្តោយឲ្យបន្តទៅមុខទៀតប្រជាពលរដ្ឋនៅតំបន់នោះនឹងមានវិវាទកើតឡើងដោយសារការដណ្ដើមដីគ្នាធ្វើជាកម្មសិទ្ធិតកតងទៅនឹងបញ្ហានេះដែរមន្ត្រីសម្របសម្រួលអង្គការអាត60ខេត្តបាត់ដំបងលោកយិនមេងលីមានប្រសាសន៍ថាដីព្រៃលិចទឹកនៅតំបន់ដែលប្រជាពលរដ្ឋរករៀននោះជាដីព្រៃតំបន់ហាមឃាត់មិនអាចជនណាម្នាក់ទៅកាប់ឆ្ការយកដីធ្វើជាកម្មសិទ្ធិបាននោះទេបើទោះក្នុងរូបភាពណាក៏ដោយលោកថាការទៅកាប់ឆ្ការព្រៃនោះធ្វើជាកម្មសិទ្ធិជាអំពើខុសច្បាប់ហើយអាជ្ញាធរពាក់ព័ន្ធគួរមានវិធានការជាបន្ទាន់ដើម្បីរក្សាដីព្រៃនោះទុកជាជំរកមច្ឆជាតិរស់នៅពងកូនជាប្រយោជន៍រួមនៅថ្ងៃអនាគតលោកបន្តទៀតថាព្រៃលិចទឹកនៅសហគមន៍នេសាទត្រីតំបន់ភូមិព្រែកត្រប់មិនត្រឹមតែមានមនុស្សទៅកាប់ឆ្ការព្រៃឈើយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ប៉ុណ្ណោះទេនៅមានអ្នកជីកអណ្ដូងនៅតំបន់នោះជាច្រើនកន្លែងទៀតផងដើម្បីទាញយកផលប្រយោជន៍ត្រីរបស់ខ្លួនហើយប៉ះពាល់ដល់សម្បត្តិធនធានធម្មជាតិរបស់រដ្ឋពលរដ្ឋរតនគិរីចោទក្រុមហ៊ុនមួយថាឈួតឆាយដីប៉ះពាល់ដល់ដីសហគមន៍ពួកគេបើយោងតាមគេហទំព័រ VOD បានចុះផ្សាយថាប្រជាពលរដ្ឋរស់នៅក្នុងភូមិសមុទ្រលើឃុំសេដាស្រុកលំផាត់ខេត្តរតនគិរីអះអាងថាក្រុមហ៊ុនរដ្ឋសុខនបានឈួតឆាយប៉ះពាល់ដីសហគមន៍របស់ពួកគេដែលត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់កាលពីខែមិថុនាឆ្នាំ2012គេហទំព័ររដាយនេះបានបង្ហាញឲ្យដឹងតាមរយៈប្រជាពលរដ្ឋនៅភូមិសមុទ្រលើលោករ៉ូមីនសូតឲ្យដឹងថាភាគីពាក់ព័ន្ធរួមមានតំណាងក្រុមហ៊ុនប្រធានសហគមន៍ភូមិសមុទ្រលើក្រុមប្រឹក្សាឃុំសេដានិងតំណាងអង្គការលីកាដូបានជួបប្រជុំគ្នានៅព្រឹកថ្ងៃច័ន្ទនេះដើម្បីសិក្សាអំពីការប៉ះពាល់ដល់ដីសហគមន៍អំរងទុកនៅភូមិសមុទ្រលើលោកបន្តថាក្រុមហ៊ុនរដ្ឋសុខនបានយល់ព្រមផ្អាកការឈូសឆាយដីរយៈពេល5ថ្ងៃចាប់ពីថ្ងៃនេះដើម្បីឲ្យស្ថាប័នពាក់ព័ន្ធចុះមកកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់រវាងដីសហគមន៍និងព្រំប្រទល់ដីដែលក្រុមហ៊ុនត្រូវឈូសឆាយប្រធានសហគមន៍ភូមិសមុទ្រ